អាញាសាលានៃសាលាដំបងរាជធានីភ្នំពេញចុះអនុវត្តនៃការរឹបអូសរថយន្តអុកញ៉ាជាធីឡាយម្ចាស់សាលាសវណ្ណភូមិដែលជាកូនបំណុលជាបណ្ដោះអាសន្នអាញាសាលានៃសាលាដំបងរាជធានីភ្នំពេញបានចុះអនុវត្តនៃការរឹបអូសបណ្ដោះអាសន្នរថយន្តរបស់កូនបំណុលដែលជាម្ចាស់សាលាសវណ្ណភូមិគឺអុកញ៉ាជាធីឡាយដោយបានរឹបអូសរថយន្ត Escalade ពាក់ស្លាកលេខភ្នំពេញ 2CE 8927ការអនុវត្តនៃការរឹបអូសរថយន្តនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី2ខែធ្នូឆ្នាំ2025បន្ទាប់ពីខាងអាជ្ញាសាលាបានចុះទៅដល់ខាងកូនបំណុលមិនព្រមសហការទេខាងអាជ្ញាសាលាបានសម្រេចជួលរថយន្តសម្រាប់ស្ទូចរថយន្តយកទៅរក្សាទុកនៅតុលាការតែដោយមានខាងមេធាវីតំណាងអុកញ៉ាជាធីឡាយមកសុំចរចាជាមួយខាងអាជ្ញាសាលាពួកគេសុំបើករថយន្តដែលរឹបអូសនោះដោយស្ម័គ្រចិត្តទៅខ្លួនឯងដើម្បីយកទៅរក្សាទុកនៅសាលាដំបងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីខាងលើនេះអង្គភាពសារព័ត៌មាននឹងរងចាំមើលថាតើខាងសាលារៀនសុវណ្ណភូមិនៅតែបន្តគេចវេះពីការទទួលខុសត្រូវក្នុងករណីមួយនេះទៀតឬយ៉ាងណា